ជាសួរពុកម៉ែបងប្អូនអរគ្នាសុខសប្បាយទេបែរខ្ញុំខានទៅជែកលេងប្រហែលថ្ងៃដែរហើយបាទហូបកាហ្វេជុំខ្ញុំបាទកាហ្វេពេលព្រឹកបាទនៅក្នុងខេត្តខ្ញុំរដូវនេះគឺរដូវជលកាត់បាទចាប់ដើមជលបណ្ដើហើយឮថាស្រូវមិនសូវបានថ្លៃទេបាទស្រូវចុះថោកអញ្ចឹងប្រជាកសិករយើងតែខំធ្វើស្រែខំនេះស្រូវគឺពិបាកបន្តិចហើយបាទអត់ចំណេញអត់បានផលទេវាមិនរួចថ្លៃដើមរត់ចំណេញមិនឃើញទេប៉ុន្តែបានរួចថ្លៃដើមថ្លៃបើថាដាក់អត្រាជួលគេព្យួរមហាត់ដោយកន្លែងខ្លះក៏250000ខ្លះក៏150,000ឡើងទៅបាទនេះនិយាយពីអត្រានៅទិញស្រូវពូជឬក៏យើងចំណាយពេលយើងព្រោះស្រូវយើងរើសស្រូវឬក៏យើងវាតដីខ្លះអីខ្លះគឺនៅឯណាបាញ់របស់ស្រូវអញ្ចឹងគឺមិនរួចទេបាទអត់រួចថ្លៃចំណាយទេដោយថាស្រែខ្ញុំជួលអត្រាគេព្យួរអញ្ចឹងបងប្អូនខ្លួនឯងគាត់មិនថាបងប្អូនទេគាត់រត់ខ្ញុំកូនភ្លោះគាត់យកមកហាត់150,000ពុកម៉ែបងប្អូនបូកទៅលេខកើត2 3ហាត់បូកថ្នាំមួយហាត់2ឈុត3ឈុតតាមយើងបាញ់នៅណានៃចំណាយព្រោះស្រូវរស់លុបនៅថែទាំ6ខែនេះបូកទៅអត់លុយមិនស្ទើរទេបាទ6ខែដល់ពេលយើងលក់វិញ6ខែនៃការរកចំណូលរបស់យើងវាមិនមែនថាបានដើមវិញក៏វាមិនបានហើយវាបីខាតទៅវិញបាទចំណាយ2 3លានអញ្ចឹងទៅបាន2 3លានវិញមិនបានទេណាបាទវាបានបីខាតទៀតអញ្ចឹង6ខែនៃការរកលុយចូលគ្រួសារថារកលុយតាមរយៈស្រូវគឺយើងចំណាយកម្លាំងពលកម្មរបស់យើងខាតបាទអត់ប្រយោជន៍និយាយទៅអត់ប្រយោជន៍អញ្ចឹងហើយបានពីមួយឆ្នាំទៅមួយឆ្នាំប្រជាកសិករយើងសេដ្ឋកិច្ចគ្រួសារគឺអត់ឡើងបាទដោយសារអាចបែបហ្នឹងបើជាក់ស្ដែងខ្ញុំគឺបែបហ្នឹងបើស្រូវគេច្រើនស្រូវគេធ្វើគេមានឧបករណ៍របស់គេអីខ្លួនគេមិនអីទេបាទប៉ុន្តែសម្រាប់យើងអ្នកស្រែអ្នកចម្ការមានអីធ្វើស្រូវមិនបានហូបលក់ក៏មិនបានទៀតវាបានស្រូវចុះថោកបាទនិយាយទៅគ្មានពលឺរស្មីជីវិតអីទេយើងนึกថាមួយឆ្នាំយើងបានសល់នេះមួយឆ្នាំយើងបានលទ្ធផលដែលយើងខំធ្វើស្រែបាននេះបាននោះអត់មានបាទអំបិលហើយខ្ញុំថាអំបិលគឺអំបិលហើយដល់ពេលស្រូវយើងអត់ល្អទៀតទៅប្រយប៊ីចេងអំបិលប៊ីចេងរនេះហើយស្លេះប៉ុណ្ណឹងរឿងស្រូវរឿងស្រែពុកម៉ែបងប្អូនឥឡូវពុកម៉ែបងប្អូនសុខសប្បាយចិត្តទេបានអីទទួលទានអាហារពេលព្រឹកថ្ងៃនេះខាងខ្ញុំនេះកាហ្វេពេលព្រឹកឃើញឆុងខ្លួនឯងទៅបាទទិញដោះគូចូលខ្លួនឯងនៅក្រោយផ្ទះបាទមើលគោ
ប្រហែលថ្ងៃនេះពុកម៉ែបងប្អូនសយយើងថាសយមែនកង់ម៉ាស៊ីនបោកខ្ញុំកង់វាអត់បែកទេវាក៏ជ្រៀកខ្សលតិចនឹងជ្រៀកតាមក្បាលវ៉ាល់ជ្រៀកតាមព្រោះអត់មានអាពុះវៀនណាកង់ម៉ាស៊ីនបោកខ្ញុំមានពុះវៀនទេនឹកឃើញថាបើយើងបោកតាមស្រែឆ្ងាយអញ្ចឹងទៅព្រោះថាខ្ញុំសប់មកពេញអញ្ចឹងទៅពេលព្រឹកដល់ល្ងាចអាចមកវិញបានវាស្រកល្មមមកវិញអាចយើងសប់ឲ្យទៅវិញទៀតបានប៉ុន្តែដល់ពេលនឹកឃើញថាកុំឲ្យពិបាកដាក់ពោះវៀនចូលបាទសម្បកវាហ្នឹងកាលពីដើមអត់មានទេខ្ញុំដាក់ចូលពេលម្សិលបោកបែកថ្ងៃនេះព្រឹកឡើងតែម្លឹមបែកទៀតបាទអូបែក2 ដងហើយអស់នឹង100000ពោះវៀនហ្នឹងវាចូល5-60000បូកលេខកើតបីអាកណ្ដាលព្រាអាកណ្ដាលផ្លូវសយបាទអាកញ្ចាប់គយន្តហ្នឹងក៏រត់លេងជិបទៀតអស់100000ជាងទៀតវេទនាបានទៅនឹងបានបោកស្រូវគេបានប៊ីផងបោកបានតែទូចបានតែលុយ10000 20000ថែមចឹងបាត់ទៀតបាទចឹងមិនថាការរកស៊ីមុខរបរខ្លះឆ្នាំខ្លះខ្ញុំទៅបោកគេលូនស្រួលដល់ឆ្នាំនេះដូចទៅរតិរតាបាទដូចរតិរតាអស់ខ្ញុំស្តុបមាញ់បាទបោកស្រូវខែនេះមិនទីច្រើនទេវាមកកយន្តពីកយន្តស្រូវក្រងក្រហមស្រូវស្រាលបាទតែចាំមើលតែបោកចូលខែ11នេះចាំប្រយុទ្ធខ្លាំងបោកតាមដប់ស្រោមធំបាទដប់ស្រោមធំមកកន្លែង 200B 100B 50B 60B មកកន្លែងបើថាបោកចេះមិនទីច្រើនទេមកល្មមខ្ញុំនឹងឃើញខ្ញុំងាកទៅនោះគឺងាកទៅគោនៅលើកញ្ចុះដល់កញ្ចាស់របស់ខ្ញុំនេះពងងាកទៅគោមើលគោស៊ីស្មៅវាដល់ពីប្រឡែងបែបហ្នឹងទៅវាស្រួលពេកបាទវាស្រួលពេកអត់មានពេលណាទៅបជាក្បាលវ៉ាល់វានិយាយម៉ាត់ទៅអាស្រួសទៅនិយាយរឿងគោបាទមានរឿងគោអញ្ចឹងវាស៊ីដូចជាមិនបខំអត់បខំមួយថ្ងៃវាងាកពោះហេតុវាអត់ចែកដូចជាមិនចែកហើយងាកបើស្មៅនោះអាស្រូវដែលខ្ញុំព្រោះក្នុងវាដោះមកដើមផ្លែផងអីផងដូចតែវាស៊ីមិនឆ្អែតបាទមិនដឹងយ៉ាងណាវាគោកាត់គឺបែបហ្នឹងបាទរឹសបន្តិចគោកាត់ប៉ុន្តែបើគោស្រែយើងប្រកែបាទប្រកែសៀស្មៅវាអាចទី1គេថាគោចងមិនប្រកាសថាស៊ីមិនឆ្អែតទេបាទស៊ីឆ្អែតដូចគ្នាស៊ីសងយើងទម្លាប់ឲ្យវាស៊ីចងវាឲ្យពិបាកជាងគេគោចងពិបាកទៅផ្លាស់ស្ដឹងវាទេបាទទៅចងផ្លាស់វាហើយយើងគោដាក់កន្លោះថ្មីអញ្ចឹងទៅវាពិបាកអញ្ចឹងពិបាកត្រង់ថាយើងទៅផ្លាស់វាជាពាក់តាំងស្មៅតាមអីទៅក្តៅណាតែយើងប្រហែលវាគោវាជាពាក់វាទៅហាលថ្ងៃហាក់បាក់គោបាទបាក់គោវាទៅហាលថ្ងៃបើយើងបានប្រឡែងចេះវាចង់ជុំលុបវាចង់ទៅក្រៅវាចង់ជិះស៊ីដល់ពេលអញ្ចឹងវាសេរីភាព
គួរអត់ឆ្អែតទេគួរអត់ឆ្អែតបើបើយើងចង់ឲ្យវាស៊ីវាដឹងតែស៊ីហើយបាទពុកម៉ែបងប្អូននៅទស្សនាវីដេអូខ្ញុំតាមខេត្តផ្សេងៗមិនហើយស្រូវបានផលយ៉ាងណាអីយ៉ាងណីកដោយើងឆ្នាំនេះមិនមកចំណេញឬខាតបាទអធិស្ឋានខ្ញុំនិយាយឲ្យបានមើលកាមេរ៉ាខ្ញុំមើលតគូនោះហើយខ្ញុំវិញដឹងតែអំបិលហើយវាមិនជាប្រមាណទេគាត់ថាបើយើងស្រាប់ហូបប៉ុន្តែបើយើងចង់ឲ្យមានបានធូរធារដូចគេមួយឆ្នាំឲ្យបានសល់លុយពីការធ្វើស្រែមិនបានដីយើងវាដីចាស់បរមរានដីឡាយហើយវាអានេះបាទវាស្រូវមិនសុទ្ធល្អដីអត់សុទ្ធល្អទេបាទដីកឹះថ្មីហ្នឹងមិនគេល្អដីគេល្អដីយើងនេះមានដាក់ជីមិនល្អដីប៉ុណ្ណេះកុំកែបកាន់បាទចែកគ្នាលេងពីនេះពីនោះជាមួយខ្ញុំបាទនេះគឺបងប្អូនទៅបោកស្រហើយបាទទៅឆ្ងាយទៅហើយខ្ទង់10គីឡូជាង20គីឡូហ្នឹងបាទតាមផ្លូវកស៊ូផ្លូវទៅឆេបទៅខាងសឹងត្រែងមិត្តភ័ក្ដិគេបោកស្រូវគេថាយកម៉ាស៊ីនយើងខ្ញុំថាមកទៅទេវាមិនចំណេញទេព្រោះទី1ថ្លៃសាំងថ្លៃម៉ាស៊ូតគូយន្តយើងបើកទៅហើយដល់នោះវាឆ្ងាយគូសំដែរហើយមួយទៀតដល់ពេលយើងបោកទៅបានមួយបេមួយថ្ងៃចំណេញបានមួយបេស្រូវឧទាហរណ៍គឺបានលុយប្រហែលពាន់ហ្នឹងវាបើយើងនៅនេះយើងបោកកពិកកពុកពុកចំណេញជាងបាទមួយថ្ងៃយើងបោក3 4កន្លែងចំណេញជាងម៉ាស៊ីនខ្ញុំទិញតពីគេទេបាទម៉ាស៊ីនកញ្ចាស់ហើយទិញតពីគេទិញកណ្ដឹង1000ម៉ាស៊ីនហ្នឹងខ្ញុំទិញ1004លានសម្រាប់បោកស្រូវខ្លួនឯងច្រូតហូបពេលមានបងប្អូនគាត់ពឹងឲ្យបោកអយទៅក៏បោកបានបោកធម្មតារបស់ប្រើthìយើងកាន់តែប្រើវាកាន់តែខូចខ្ញុំក៏រៀបនេះអស់400000បាទ400000ជាងដូរផ្លិតវាដូរផ្លែបោកវាដូរនេះដូរនោះកញ្ច្រែងនេះកើតអស់400000ជាងហើយទៅបានស្រងបេទេ400000រៀបដើម្បីទី1ដើម្បីឲ្យវាយទៅស៊ីស្រូវល្អបាទស្រូវល្អទី2បើយើងវាយស្រូវគេមិនល្អគេអត់ហៅរកយើងទេហើយកញ្ច្រែងវាមិនសូវល្អផ្លែមិនសូវល្អក៏យ៉ាប់ដែរបាទវាយគេទៅមកទៅសំឡីមកទៅអីវ៉ាស្អាតគេអត់រកចឹងបានខ្ញុំដូរអស់លុយច្រើនចំណេះអត់ចំណេញតែមានខាតបាទខ្ញុំក៏ដល់ពេលហើយបាទថ្ងៃនេះគឺទៅចង្ការទៅមើលស្រែទៅចង្ការបន្តិចស្រោមម្លិះខ្ញុំហ្នឹងទុំហើយយ៉ាងណាបាទវាម្លិះហ្នឹងប្រហែលជាពូជម្លិះទឿទូហើយអត់ត្រូវគ្នាដីខ្ញុំនោះទេមុនដំបូងដើបនៅម៉ូតូនោះខៀវខ្ញុំបាញ់របស់ហើយចុងក្រោយដូចដើមវាអត់រីកដើមអត់ធំហើយយើងទៅការប្រើជីម្លិះហ្នឹងពូជហ្នឹងអត់កើតខ្ញុំដាក់ចូលទៅទេក្នុងស្រែមហាត់ជាង
បាទរំដួលក្រខ្ញុំនេះកន្លែងគូស៊ីអាក្នុងនឹងអុកនេះគូបេះអស់ហើយបាទក្នុងរបងប្រហែលតាមអូតិចតិចខ្ញុំដាក់គូបេះក្នុងតិចតិចអស់ហើយនោះពងនេះដល់ឆ្វែលស្រូវគូពូជគឺមិនថាល្ងងនេះឆ្លាតបើឃើញស្រែស្រូវកន្លែងណាឲ្យជាមួយឆ្វែលអាដេញណាស់ទៅណាបានទេបាទអញ្ចឹងខ្ញុំរកជ្រើសលាសិនបាទសុខសប្បាយដល់គ្នា